តែគ្នាថ្ងៃនេះយើងមកមើលពីការងារបរិទ្ធយោស្ព័នសន្តិជៈយើងហ្នឹងដើម្បីវាចិត្តល្អជាវិងការលេចធ្លេកៀងដំបូងគឺយើងត្រូវកាត់សិនអ្នកគ្នាចំពោះអ្នកប្រាដៃស្ដាំគឺយើងអូសចាប់ពីក្រោមឡើងទៅលើអ្នកគ្នាឲ្យរង្វល់ជុំយើងយកពី12ដល់18ទៅដើម្បីឲ្យមុខវាហ្នឹងដាច់ស្អាតល្អតទៅពេលយើងកាត់រួចហើយយើងចាប់ផ្ដើមឆ្កៀលមុខវាហើយនឹងយើងឆ្ងាល់ដើម្បីឲ្យមុខវាស្អាតហើយតទៅមកយើងសម្អាតវាទៅជាវាមានកតិកទីចូលក្នុងទយោតទៅពេលយើងសម្អាតស្អាតហើយយើងយកបង្គំគៀបហើយនឹងបង្គំបរិយយើងយកមកដាក់ទយោពូតយោនេះយើងប្រើមួយម៉ាស៊ីន Air32 អញ្ចឹងយើងយកផ្ទៃមុខកាត់ខាងលើហ្នឹងធ្វើម៉េចឲ្យវារៀបមួយបង្គំគៀបយើងហ្នឹងតទៅពេលរៀបស្មើហើយយើងគៀបឲ្យណែនហើយយើងរុញបង្គំក្រិចយើងចូលហើយយើងចាប់ផ្ដើមរឹតឲ្យណែនអ្នកគ្នាជៀសវាងការពេលយើងបរិយទៅវាទយោហ្នឹងធ្លាក់ចុះក្រោមអញ្ចឹងធ្វើឲ្យអត់ស្អាតតទៅពេលយើងបរិយរួចហើយយើងយកខ្នាតយើងយកមកតេសមើលគីឡូយើងបរិយទៅទូចពេកឬក៏ធំពេកអញ្ចឹងអ្នកគ្នាចំពោះរបស់យើងនេះគឺយើងធ្វើទៅគឺវាណែនល្អគឺត្រូវតាមស្តង់ដារពួកកន្លែងនេះវិញគឺយើងលាបប្រេងបន្តិចទៅមុននឹងយើងរឹតជាមួយភ្លាមណាត់អញ្ចឹងណាហើយកន្លែងនេះយើងដាក់មុខវាឲ្យស្មើហើយយើងរឹតនឹងដៃធ្វើម៉េចឲ្យណែនសិនការរឹតនេះគឺហើយចំពោះការរឹតនេះដែរគឺយើងប្រើម៉ាឡេតអ្នកគ្នាប្រើម៉ាឡេត2អាធំហ្នឹងយើងសម្រាប់តុបហើយអាទូចយើងសម្រាប់ហើយបើយើងមានសោកម្លាំងយើងអាចប្រើសោកម្លាំងបានយើងមើលទៅតាមសញ្ញាព្រួយដូចនេះអញ្ចឹងរូបព្រួយទៅតាមអញ្ចឹងយើងរឹតទៅតាមសញ្ញាព្រួយតែពេលដែលយើងរឹតដល់កម្លាំងគឺវាលឺសំឡេងហើយជាចុងក្រោយយើងចាប់ដើមរុំស្គត់ឲ្យចិត្តអ្នកគ្នាជាវាមានសំណើមហើយនឹងកំពីចូលអ្នកគ្នាចូលកំប៉ុងយើង